ច្រឡំថាប្រាក់ដុល្លាររូបិយប័ណ្ណទាំងនេះសោះមានហាងឆេងថ្លៃជាងគេបំផុតនៅលើពិភពលោកប្រទេសនីមួយៗមានក្រដាសប្រាក់ជារូបិយប័ណ្ណផ្ទាល់ខ្លួនរៀងខ្លួនភាពខ្លាំងនៃរូបិយប័ណ្ណអាស្រ័យលើកត្តាមួយចំនួនមានទាំងអត្រានៃអំណាចទិញលក់ក៏ដូចជាការលក់វានៅក្នុងទីផ្សារប្តូរប្រាក់បរទេសលើសពីនោះក៏គិតទៅលើស្ថិរភាពស្រុកទេសអត្រាអតិផរណារបស់ប្រទេសដែលសេដ្ឋកិច្ចកំពុងដំណើរការជាពិសេសគោលនយោបាយកំណត់ដោយធនាគារកណ្ដាលរបស់ខ្លួនខាងក្រោមនេះជារូបិយប័ណ្ណមានហាងឆេងបំផុតទាំង10នៅទូទាំងពិភពលោកគិតត្រឹមឆ្នាំ2025ដោយផ្អែកតាមទិន្នន័យពីទស្សនាវដ្តី Forbes 1. រូបិយប័ណ្ណ Kuwait Dinar ដែលហៅកាត់ថា KWD របស់ប្រទេសគុយវ៉ែត 2. រូបិយប័ណ្ណ Bahraini Dinar ដែលហៅកាត់ថា BHD របស់ប្រទេសបារ៉ែន 3. រូបិយប័ណ្ណ Omani Rial ដែលហៅកាត់ថា OMR របស់ប្រទេសអូម៉ង់ 4. រូបិយប័ណ្ណ Jordani Dinar ដែលហៅកាត់ថា JOD របស់ប្រទេសហ្សុកដានី 5. រូបិយប័ណ្ណ Gibraltar Pound ប្រើប្រាស់នៅ Gibraltar ជាដែនដីរបស់អង់គ្លេស 6. រូបិយប័ណ្ណ British Pound ដែលហៅកាត់ថា GBP របស់ប្រទេសអង់គ្លេស 7. រូបិយប័ណ្ណ Cayman Island Dollar ដែលហៅកាត់ថា KYD របស់កោះកៃម៉ាន 8. រូបិយប័ណ្ណ Swiss franc ដែលហៅកាត់ថា CHF របស់ប្រទេសស្វីសនិង Liechtenstein 9. រូបិយប័ណ្ណ Euro ដែលហៅកាត់ថា EUR របស់ប្រទេសជាសមាជិកទាំង19នៃសហភាពអឺរ៉ុប 10. រូបិយប័ណ្ណ The United States Dollar ដែលហៅកាត់ថា USD របស់សហរដ្ឋអាមេរិក